នៅក្នុងឆ្នាំ1991ក្រុមហ៊ុន TKS Group ចាប់ផ្ដើមដំណើរការសកម្មភាពរបស់ខ្លួនក្រោមទម្រង់ជាហាងលក់ដូរឈ្មោះគីសែពួកយើងបានបើកហាងលក់សម្ភារៈជាងដំបងបង្អស់នៅក្រុងប៉ោយប៉ែតជាប់ព្រំប្រទល់ប្រទេសថៃទស្សនៈទានរបស់យើងរក្សានៅដដែលចាប់តាំងពីយើងដំណើរការហាងលើកដំបូងជារៀងរហូតមកគឺផ្ដល់ជូនដល់អតិថិជនរបស់យើងនៅឧបករណ៍និងសម្ភារៈជាងសំណង់និងកសិកម្មប្រកបដោយគុណភាពនិងភាពស្មោះត្រង់ TKS តំណាងឲ្យឈ្មោះស្ថាបនិករបស់ក្រុមហ៊ុនគឺលោកតេងគីសែលោកតែងតែជឿជាក់លើស្មារតីការងារជាក្រុមសមត្ថភាពយល់ដឹងអំពីផលិតផលនិងសេវាកម្មដ៏មានគុណភាពមូលហេតុដែលខ្ញុំចាប់ផ្ដើមមុខរបរនេះដោយខ្ញុំសម្លឹងឃើញប្រទេសយើងកំពុងតែអភិវឌ្ឍយ៉ាងខ្លាំងទៅលើផ្នែកសំណង់និងកសិកម្មអញ្ចឹងហើយធ្វើឲ្យខ្ញុំនាំផលិតផលដែលមានគុណភាពខ្ពស់និងល្អយកមកបម្រើតាមសេចក្តីត្រូវការរបស់ប្រជាជនយើងឆ្នាំ1996យើងបានបើកហាងលក់សម្ភារៈជាងទី2នៅក្រុងបាត់ដំបងហើយនេះគឺជាការចាប់ផ្ដើមដ៏សំខាន់ថ្មីមួយក្នុងការអភិវឌ្ឍសកម្មភាពពាណិជ្ជកម្មនិងកំណត់ចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់យើងផងដែរដំណាក់កាលនេះក៏ជាការចាប់ផ្ដើមផងដែរនៅទំនាក់ទំនងពាណិជ្ជកម្មដ៏ស្មោះស្ម័គ្រជិតស្និទ្ធនិងយូរអង្វែងជាមួយដៃគូពាណិជ្ជកម្មរបស់យើងខ្ញុំបានធ្វើការជាមួយនឹងក្រុមហ៊ុន TKS យូរឆ្នាំណាស់មកហើយបើគិតទៅចាប់តាំងពីក្រុមហ៊ុន TKS ដំណើរការបានបន្តិចមកម្លេះខ្ញុំមានអារម្មណ៍ហាក់ដូចជាសមាជិកក្រុមប្រឹក្សាតែមួយអញ្ចឹងការប្រែប្រួលធំគឺចាប់ផ្ដើមនៅក្នុងឆ្នាំ2006នៅពេលដែលហាងលក់ដូរឈ្មោះគីសែបានប្រែក្លាយទៅជាក្រុមហ៊ុន TKS Group ហៅគីសែដែលបានចុះបញ្ជីជាផ្លូវការនៅរាជធានីភ្នំពេញនេះជាព្រឹត្តិការណ៍មួយដែលយើងកែប្រែពីធុរកិច្ចលក្ខណៈគ្រួសារទៅជាក្រុមហ៊ុនមានលក្ខណៈវិជ្ជាជីវៈស្របតាមស្តង់ដារនិងឧត្តមមានវត្តអន្តរជាតិក្រុមហ៊ុន TKS Group ក្លាយជាក្រុមហ៊ុននាំមុខលើការផ្គត់ផ្គង់ផលិតផលជាឧបករណ៍សម្ភារៈជាងសំណង់និងកសិកម្មនៅប្រទេសកម្ពុជាក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះក្រុមហ៊ុនយើងបានពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មឥតឈប់ឈរនៅទូទាំង25រាជធានីខេត្តពេញផ្ទៃប្រទេសជាមួយនឹងការរីកចម្រើនលូតលាស់ដ៏ខ្លាំងក្លានេះក្រុមហ៊ុន TKS Group នៅតែប្រកាន់ខ្ជាប់នូវគុណតម្លៃដើមរបស់យើងជានិច្ចមូលដ្ឋានគ្រឹះនៃភាពខ្លាំងរបស់ក្រុមហ៊ុនយើងគឺគោរពទៅលើគុណតម្លៃយើងធ្វើធុរកិច្ចក៏ពិតមែនប៉ុន្តែអត្ថិភាពរបស់យើងត្រូវរក្សាភក្តីភាពចំពោះដៃគូពាណិជ្ជកម្មហើយយើងអាចសម្រេចជោគជ័យលើគុណតម្លៃនោះបានតាមរយៈស្មារតីការងារជាក្រុមនិងសមត្ថភាពយល់ដឹងពីផលិតផលនិងគុណភាពនៃសេវាកម្មរបស់យើងគុណភាពសេវាកម្មនិងភាពស្មោះត្រង់នៃទំនាក់ទំនងពាណិជ្ជកម្មគឺជាទ្រឹស្ដីទស្សនវិជ្ជាដែលយើងប្រកាន់ខ្ជាប់និងយកមកអនុវត្តឆ្នាំ2012យើងក្លាយជាអ្នកនាំចូលជាផ្លូវការនិងនាំមុខលើការផ្គត់ផ្គង់ផលិតផលម៉ាគីតានៅប្រទេសកម្ពុជាហើយនេះក្លាយជាការទទួលខុសត្រូវដ៏សំខាន់របស់យើងក៏បានបើកការិយាល័យតាំងបង្ហាញថ្មីមួយនៅរវងមូលមុខស្ពានជ្រោយចង្វាក្នុងនាមនាងខ្ញុំជាប្រធានផ្នែកលក់និងទីផ្សារក្រុមហ៊ុនយើងខ្ញុំតែងតែផ្ដល់ចំណេះដឹងជូនដល់អតិថិជននិងអ្នកប្រើប្រាស់ដោយផ្ដល់នូវការណែនាំអំពីបច្ចេកទេសនិងរបៀបប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនយើងខ្ញុំជានិច្ចជាក់ស្ដែងនៅក្នុងយប់នេះនឹងមានផលិតផលថ្មីនឹងចូលមកដល់ម៉ូទ័រថ្មីបងបាទម៉ូទ័រថ្មីស្វានបុកស្វានធម្មតាស្វានបុកហើយនិងបុកបំបែកខាងក្រុមហ៊ុន TKS Group មិនត្រឹមតែលក់ផលិតផលឲ្យយើងខ្ញុំទេថែមទាំងមានការបង្ហាញពីផលិតផលនិងផ្នែកសេវាកម្មជួសជុលល្អធ្វើឲ្យខ្ញុំមានទំនុកចិត្តខ្ញុំនឹងសហការជាមួយនឹងក្រុមហ៊ុន TKS ប្រព័ន្ធ AVT ហ្នឹងគឺដើម្បីកាត់បន្ថយរំញើចំពោះ TKS Group មហិច្ឆតារបស់យើងគឺបន្តការចូលរួមធ្វើទំនើបភាវូពាណិជ្ជកម្មនៃវិស័យឧស្សាហកម្មនិងកសិកម្មនៅកម្ពុជាដើម្បីធ្វើការងារនេះបានក្រុមហ៊ុនយើងនៅតែផ្ដោតសំខាន់ទៅលើទស្សនៈទានជាគុណតម្លៃគ្រឹះរបស់យើងដែលជាការជំរុញលើកទឹកចិត្តពីសំណាក់ស្ថាបនិកក្រុមហ៊ុនរបស់យើងស្មារតីការងារជាក្រុមសមត្ថភាពនិងចំណេះដឹងនិងសេវាកម្មដ៏មានទំនុកចិត្តកក់ក្ដៅ
ឆ្នាំនេះក្រុមហ៊ុនយើងបានប្រារព្ធខួបទី25នៃការបង្កើតក្រុមហ៊ុនហើយយើងកំពុងបោះជំហានយ៉ាងឃ្លាវខ្លាឆ្ពោះទៅអនាគតដ៏រុងរឿងត្រចះត្រចង់ក្រុមហ៊ុនយើងកំពុងបើកការិយាល័យតាំងបង្ហាញផលិតផលថ្មីមួយទៀតប្រកបដោយកិត្យានុភាពនៅមហាវិថីម៉ៅសេតុងរាជធានីភ្នំពេញយើងកំពុងបង្កើនដៃគូពាណិជ្ជកម្មថ្មីៗនៅទូទាំងប្រទេសយើងកំពុងតែពង្រឹងទំនាក់ទំនងជាមួយ Makita ពេលនេះក្រុមហ៊ុន TKS Group កំពុងឈានចូលដំណាក់កាលថ្មីមួយទៀតនៃការអភិវឌ្ឍរបស់ខ្លួនយើងបដិញ្ញាបោះជំហានបន្តដំណើរជាមួយគ្នាសម្រាប់ជោគជ័យទាំងអស់គ្នារួមគ្នាដើម្បីជោគជ័យទាំងអស់គ្នា